រឿងសង្ខេបកាលព្រះសាស្តាចារ្យគង់នៅនគររាជក្រឹសឧតាយថេបាននិមន្តព្រះសង្ឃឲ្យនិវត្តន៍មកកាន់នគរកបិលបស្តុតាមសេចក្តីអារាធនារបស់ព្រះស្រីសថោទនពុទ្ធបិតាកាលព្រះពុទ្ធយាងមកដល់នឹងក្រោយពុទ្ធបិតាទ្រង់ផ្ចង់អញ្ជលីគោរពថ្វាយបង្គំព្រះដ៏មានបុណ្យស្រាប់តែមេឃបង្អូរភ្លៀងប៉គិរីប៉ោះដ៏អស្ចារ្យគឺនរណាចង់ទៅទឹកទៅទឹកនរណាពុំចង់ទៅទឹកគឺឥតទៅទឹកឡើយគឺដោយហេតុដ៏អស្ចារ្យនៃភ្លៀងសួរនេះដែលបណ្ដាលឲ្យព្រះពុទ្ធទ្រង់សម្ដែងធម្មទេសនារឿងព្រះវេស្សន្តរនោះថាកាលនោះព្រះបាទសិរិមហារាជសោយរាជ្យនគរចេតុត្តរសិរីរដ្ឋទ្រង់មានព្រះរាជបុត្រមួយព្រះអង្គព្រះនាមសញ្ជ័យព្រះរាជាទ្រង់អភិសេកព្រះសញ្ជ័យជាមួយនាងសុបារៈសុបរៈឬផស្ទីជារាជបុត្រីនៃព្រះបាទមត្តរាជនៃនគរមត្តរដ្ឋបុព្វប្រវត្តិនៃនាងផស្ទីនោះគឺថាในចុងកັບទី91នាងនេះជារាជបុត្រីនៃព្រះបាទពុន្ធុមរាជនគរពុទ្ធុមតីនាងបានបូជាលំអិតក្លំច័ន្ទធនចំពោះព្រះពុទ្ធវិបស្សីដោយផលឡានិសង្ឃនេះនាងមានក្លិនក្រអូបទីបំផុតកំណត់ជន្មាយុព្រះអិនជ្រាបថានាងនឹងចុតចាកទេវលោកព្រះអង្គក៏ប្រទានពរ10ប្រការគឺទសពរចំពោះនាងតាមសេចក្តីប្រាថ្នាគឺឲ្យបានជាអគ្គមហេសីនៃព្រះបាទសញ្ជ័យណានាចេតុត្តរៈឲ្យមានភ្នែកល្អមានឈ្មោះកោងត្រទេសត្រទួយដោយបង្គួយកោតោនឲ្យមានឈ្មោះថាផស្ទីដដាលឲ្យមានកូនប្រុសមួយព្រះអង្គមានកិត្តិនាមល្បីល្បាញពេលមានគប់សូមឲ្យមានផ្ទៃពួករៀបស្មើល្អដូចរូបប្រក្រតីកុំឲ្យមានដោះសណ្ដាយកុំឲ្យមានសក់សស្កៃត្រូវមានសាច់សម្បូរស្បែកម៉ត់ខែល្អដោយសាច់ពពាលមាសឲ្យមានអំណាចដោះទុក្ខទោសរបស់មនុស្សសត្វទាំងឡាយឲ្យមានបក្សីគឺហង្សក្រៀលខ្ងានបន្លឺនៅស័ព្ទល្វែងល្វើយនាព្រះរាជមន្ទីរព្រះនាងផស្ទីចុតចាកទេវលោកមកកើតក្នុងផ្ទៃនៃព្រះអគ្គមហេសីរបស់ព្រះបាទមត្តរាជនាងមានក្លិនកាយក្រអូបដូចក្លឹមច័ន្ទទើបគេថ្វាយព្រះនាមផស្ទីព្រះបាទសិរិមហារាជទ្រង់ប្រោសអភិសេកនាងឲ្យជាអគ្គមហេសីនៃព្រះបាទសិរីសញ្ជ័យរាជបុត្ររបស់ព្រះអង្គកាលនោះព្រះពោធិសត្វយាងចុះពីឋានត្រីត្រឹងមកចាប់បដិសន្ធិក្នុងផ្ទៃនាងផស្ទីតាំងពីមានគប់កាលណាព្រះនាងផស្ទីចំណាយព្រះរាជទ្រព្យ60,000 កហបណៈរាល់ថ្ងៃដើម្បីព្រះរាជធានក្នុងសាលាទានទាំង3នៅពេលគ្រប់10មាសព្រះនាងយាងប្រដាក់សេញនគរក៏ស្រាប់តែប្រសូតព្រះពោធិសត្វនៅចន្លោះផ្លូវនៃពួកឈ្មួញទើបគេថ្វាយនាមព្រះរាជទារៈថាព្រះវេស្សន្តរនៅថ្ងៃព្រះពោធិសត្វប្រសូតមកមានមេដំរីមួយបាននាំកូនដំរីសសុទ្ធមកទុកថ្វាយក្នុងកន្លែងដំរីមង្គលគេដាក់នាមដំរីនោះថាបច្ច័យណាកេននៅពេលជន្មាយុបាន5ឆ្នាំព្រះពោធិសត្វប្រទាននៅប្រដាប់ប្រដាកុមារមានតម្លៃ100,000 កហបណៈដល់មេនំគម្រប់9 ដងកាលប្រជជនបាន8ឆ្នាំទ្រង់ប្រាថ្នាឲ្យបេះដូងភ្នែកសាច់ឈាមជាធានហៅថាអចតនទានព្រះជន្មបាន16 វស្សាព្រះបិតាទ្រង់ផ្សំផ្គុំនាងមាទ្រីជាមាតុលធីតាអំពីមត្តរដ្ឋឲ្យជាអគ្គមហេសីហើយទ្រង់ដាក់រាជថ្វាយឲ្យគ្រប់គ្រងនគរតរៀងមកចំណើកាលមកនាងមាទ្រីប្រសូតព្រះរាជបុត្រមួយដាក់នាមថាចាលីរួចប្រសូតបានបុត្រីមួយដាក់នាមថាកណ្ណាជីណាក្រាស្លាមួយដែនឃ្លីងរ៉ាកើតទុរិភិក្ខរាំងក្លៀងអត់បាយអ្នកនគរចាត់ឲ្យព្រះមាន8នាក់ទៅសុំដំរីមង្គលពីព្រះវេស្សន្តរព្រះពោធិសត្វក៏សัตว์ព្រះទាយប្រោសប្រទានដំរីដល់ព្រាហ្មណ៍ព្រមទាំងគ្រឿងប្រដាប់ទៅស្មូមពេលនោះអ្នកស្រុកស៊ីភិរៈនាំគ្នាខឹងសុំព្រះរាជាឲ្យបំបនដបងព្រះវេស្សន្តរចេញពីនគរព្រះបាទស្រីសញ្ជ័យពុំយល់ព្រមតាមតែអ្នកស្រុកពុំសុខចិត្តទីបំផុតព្រះវេស្សន្តរសម្រេចព្រះទ័យថានឹងចេញពីនគរទៅបួសនៅក្នុងព្រៃភ្នំគិរិវង្គតព្រះអង្គហៅនាងមាទ្រីមកផ្ដាំប៉ុន្តែនាងទទូចសុំទៅតាមបម្រើព្រះស្វាមីតែមួយមុខព្រះនាងផស្ទីអាឡោះអាឡាយពុតនាងយាងទៅអង្វរសុំទោសព្រះស្វាមីឲ្យព្រះរាជធានទោសឲ្យព្រះវេស្សន្តរតែពុំបានសម្រេចតមកព្រះវេស្សន្តរប្រារព្ធធ្វើសត្តកមហាទានគឺមានចំនួន700គម្រប់7មុខព្រះនាងផស្ទីសូមឃាត់នាងមាទ្រីជារាជសន្ធាឲ្យនៅក្នុងនគរនាងមាទ្រីពុំព្រមទេដោយបានរៀបរាប់ពីធម្មជាតិអាក្រាតថាវិមុខថ្វាយព្រះមេត្តាស្ដាប់ថា
ទន្លេគ្មានទឹកហៅថាទន្លេអាក្រាតដែនគ្មានស្ដេចហៅថាដែនអាក្រាតស្រីមេម៉ាយហៅថាស្រីអាក្រាតតមកព្រះវេស្សន្តរមួយអណ្ដើនិងនាងម៉ាក់ត្រីពុទ្ធទាំងពីរថ្វាយបង្គំលាមេដាបេដាយាងចេញពីនគរព្រះពោធិសត្វទ្រង់ប្រទានសេះទាំង4គ្រឿងទៅព្រះមាន4នាក់និងរាជធេទៅព្រះមានម្នាក់ទៀតតាមផ្លូវទីបំផុតទ្រង់បាចាលីនាងម៉ាក់ត្រីពុទ្ធចៅក្រស្នាយាងព្រះបាទដំបៅបន្តផ្លូវទៅមុខទៀតព្រះវេស្សន្តរមហោស៊ីនិងពុទ្ធយាងទៅដល់មាតូលនគរពួកចេតរាជស្រះដេញមកទទួលហើយព្រមព្រៀងថ្វាយរាជសម្បត្តិចំពោះព្រះវេស្សន្តរប៉ុន្តែព្រះអង្គពុំទទួលស្ដេចចេតរាជស្រះនាំគ្នារៀបជូនដំណើរព្រះពោធិសត្វទៅដល់ទ្វារភ្នំគិរិវង្គតហើយរើសកូនពួកអ្នកស្រុកមួយនាក់ឈ្មោះចេតបុត្រឲ្យចាំនាចាក់ភ្នំដើម្បីការពារសេចក្តីសុខចំពោះព្រះវេស្សន្តរក្សត្រទាំង4អង្គយាងទៅដល់ឆ្នេរស្រះពុក្រិណីឃើញអាស្រមបដោះដែលសកទេវរាជនិមិត្តថ្វាយឃើញក៏នាំចូលគង់ជាមួយឥសីក្នុងទីនោះទៅនិយាយពីព្រាហ្មណ៍ម្នាក់ឈ្មោះជូចុកនៅស្រុកទុននវិភាគព្រាហ្មណ៍ក្រៀមសន្សំប្រាក់បាន100កហបណៈយកទៅផ្ទើននឹងត្រកូលព្រាហ្មណ៍មួយត្រកូលព្រាហ្មណ៍នោះចាយប្រាក់ជូចុកអស់ក៏សក់សុកចិត្តលើកកូនស្រីឈ្មោះនាងអមិតតាតានបណាឲ្យធ្វើជាប្រពន្ធជូចុកតាមួយថ្ងៃពួកព្រះមានក្មេងៗបានចោមរោមវាយនាងអមិតតាតាណៈដោយក្តីចំណែននាងនេះបានលេះកោក៏លែងបំរើបដីចាក់ហើយបង្ខំតាជូចុកឲ្យទៅសុំកូនព្រះវេស្សន្តរមកបំរើនាងជូចុកធ្វើដំណើរទៅកាន់ភ្នំគិរិវង្គតចេតបុត្រឃើញព្រាហ្មណ៍ចាស់ត្រូវឆ្កែដេញខំរត់ឡើងចុងលឿក៏ទាញព្រួញបំរុងនឹងបាញ់ប្រហារជូចុកក៏ហក់ថាខ្លួនជារាជធូតព្រះបាទស្រីសញ្ជ័យចេតបុត្រជឿក៏អញ្ជើញជូចុកចុកមកជប់លៀងក្រោយការជប់លៀងចេតបុត្ររៀបរាប់ដំណើរទៅកាន់ភ្នំគិរិវង្គតឲ្យជូចុកស្ដាប់តមកជូចុកធ្វើដំណើរទៅដល់អាស្រមអច្យុតមហាឫសីអច្យុតមហាឫសីទទួលជូចុករត់ក៏រៀបរាប់ប្រាប់ពីផ្លូវទៅកាន់អាស្រមព្រះវេស្សន្តរជូចុកទៅដល់អាស្រមនៅពេលរសៀលតាជីនៅសំណាក់ជើងភ្នំមួយយប់រងចាំព្រឹកស្អែកនឹងចូលទៅសុំកូនព្រះវេស្សន្តររាត្រីនោះនាងម៉ាក់ត្រីយល់សុបិននិមិត្តឃើញបុរសទៀបខ្មៅស្លៀកបំពាក់សម្ពុតអាម៉ត់ត្រាំជង្គង់សៀតផ្កាចានៅត្រចៀកកាន់អាវុធមុតថ្លាចូលមកកាន់ផ្ដួលនាងឆ្កៀលយកភ្នែកទាំងពីរកាត់យកព្រះវង្សាទាំងសងខាងពុះទ្រូងរួងយកថ្លាមបេះដូងទៅបាត់ព្រះនាងតើនឡើងភិតភ័យទៅកមាទើបព្រះនាងយាងយាត្រាចូលទៅរកព្រះស្វាមីកោះទ្វារអាស្រមបរមគតទាំងរាត្រីព្រះវេស្សន្តរកាត់សុបិនថាការល្អទេព្រឹកឡើងនាងម៉ាក់ត្រីនាំពុទ្ធទាំងពីរទៅផ្ញើនឹងស្វាមីរួចចិនទៅបីផ្លាយផល្លាទាំងអារម្មណ៍ពិភ័យយ៉ាងខ្លាំងអំពីសុបិនជូចុកចូលមកសុំចៅក្រស្នាយនិងបាចាលីរាជកុមារទាំងពីរភិតភ័យនាំរត់ទៅពន្ធឯស្រះឈូកជូចុកចាប់កុមារទាំងពីរទៅចងចាប់វាយវត្តចំពោះព្រះភ្លឹកព្រះវេស្សន្តរព្រះពោធិសត្វទប់ព្រះទួពុំទាន់ទ្រង់ចាប់ធ្នូសប្រំរងនឹងប្រហារព្រាហ្មណ៍ចោលប៉ុន្តែទ្រង់ទប់បានវិញជូចុកនាំកុមារចេញទៅនិយាយពីនាងម៉ាក់ត្រីចេញទៅបេកផ្រាយឈើពុំបានសោះនាងជួបប្រទះនឹងខ្យល់ភាយុភ្លៀងផ្គរហើយចេះតែមានភេទចម្លែកដូចជារកម្មភ្នែកឆ្វេងកម្រើបភ្នែកស្ដាំធ្លាក់សង្រែពីស្មាធ្លាក់ទំពក់ពីដៃនាងពុំអាចវិលមកអាស្រមបានព្រោះទេវបុត្រចុចនិមិត្តកាយជារាជសីមួយខ្លាធំមួយខ្លាមដំបងមួយរាំងផ្លូវនាងលុះប្រលប់ទៅទេវបុត្រកាឡាខ្លួនចេញទៅអស់នាងវិលមកកាន់អាស្រមនាងម៉ាក់ត្រីបាត់ពុំឃើញពុទ្ធរត់មកទទួលដោយប្រក្រតីនាងភិតភ័យខំស្រែកហៅក៏ពុំឃើញនាងសួរព្រះស្វាមីក៏ព្រះអង្គពុំឆ្លើយតបនាងម៉ាក់ត្រីសោយសោកលុះដួលសន្លប់បាត់ស្មារតីព្រះវេស្សន្តរស្ទុះមកត្រគង3យកទឹកស្រប់ព្រះភ័ក្ត្រឲ្យនាងដឹងស្មារតីវិញទើបទ្រង់លួងលោមប្រាប់ថាព្រះអង្គបានប្រទានពុទ្ធទៅជូចុកហើយនាងម៉ាក់ត្រីអនុមោទនាពុទ្ធធានក្នុងខណៈនោះមកនិយាយពីព្រះឥន្ទ្រាធិរាជទ្រង់ចុះមកកាឡាខ្លួនជាព្រាហ្មណ៍ម្នាក់ដើរជឡាមកអាស្រមព្រះវេស្សន្តរដើម្បីបំពេញភរិយាទានរបស់ពោធិសត្វព្រះនាងម៉ាក់ត្រីយល់អធ្យាស្រ័យព្រះស្វាមីក៏យល់ព្រមឲ្យព្រះវេស្សន្តរដាក់ទាននាងម៉ាក់ត្រីទៅព្រះឥន្ទព្រាហ្មណ៍នោះព្រះឥន្ទទ្រង់សរសើរព្រះតីសបុរសរបស់ពោធិសត្វហើយទ្រង់បានប្រគល់នាងម៉ាក់ត្រីថ្វាយទៅព្រះវេស្សន្តរដាក់ទាននាងម៉ាក់ត្រីទៅព្រះវេស្សន្តររស់វិញខណៈនោះព្រះវេស្សន្តរបានសុំពរព្រះឥន្ទ8ប្រការគឺសូមឲ្យព្រះវររាជសម្បិតាស្ដេកមកនាំពួកយើងខ្ញុំត្រឡប់ទៅនគរវិញសូមឲ្យមានអំណាចអាចដោះទុក្ខទោសរបស់សត្វទាំងឡាយឲ្យផុតពីក្តីស្លាប់សូមឲ្យជួយសង្គ្រោះដល់ជនកំសត់ទុក្ខតផុតពីក្តីក្រលំបាក
សូមកុំឲ្យមានចិត្តត្រេកត្រអាលខាងផ្លូវកាមគុណជាអកុសលសូមឲ្យចៅចាលីនិងនាងកណ្ណាជីណាបានគ្រប់គ្រងពុរីពីជ័យជេតុត្តរៈសូមឲ្យចៅចាលីនិងនាងកណ្ណាជីណាបានគ្រប់គ្រងពុរីពីជ័យជេតុត្តរៈសូមឲ្យមានអាហារទឹកក្រាត់ឡើងរៀងថ្ងៃសូមឲ្យការបរិច្ចាគទានកុំបីមានខ្លះខាតឡើយសូមរំលងខន្ទបានទៅកើតនៅឋានតុសិទ្ធទេវលោកកុំបីខានជូចកបានដើរអស់ផ្ដាប់5ថ្ងៃហើយទីបំផុតគឺវង្វេងផ្លូវទៅកាន់ក្រុងជេតុត្តរៈព្រះបាទស្រីសញ្ជ័យទតឃើញព្រាហ្មណ៍ចាក់បណ្ដាក្មេងតូចតូចទ្រង់បញ្ជាឲ្យហៅមកគាល់ពួកអាមាត្យមុខមន្ត្រីបានស្ដាប់ជូចកថ្លែងរឿងប្រាប់ក៏ចោទប្រកាន់ថ្កោលទោសព្រះវេស្សន្តរថាមិនគួរលើកកូនឲ្យជាទានសោះចាលីក្រាស្នាយបានដោះសារការពារព្រះបិតាព្រះបាទស្រីសញ្ជ័យសម្រេចត្រាស់លោះព្រះរាជអាណត្តាពីជូចកហើយទ្រង់ឲ្យរៀបពិធីទទួលព្រលឹងទៅ